sao mình nhưng mà toàn tàng overload này trước như xạ chốt start khi vừa này bây giờ chốt start này lương và vì đừng cho em muối và chúng số bông mai bông phong sao là sao thằng ông bà ngay đi mình video mùi bà đây video này riêng về tích và tiện tông dùng mùi nâng công tạ tớ overload hay nâng bật tông start stop và trong phù hợp và si khi mình chia từ lương mà ta bạn và dần gì bông phong bình chân video và xong chui chuột like subscribe channel bạn nhưng mình lại mùi ở đây video này hiện du bên tay bờ sân gì bông phong của người bông phong bạn tam nam thực sự ai nâng du chứ bảo vìอุปกรณ์กิจนี้เดี๋ยวตรงจะมีหนึ่งคอมพิวเตอร์โอเวอร์โหลดหนึ่งประตูสตาร์ทสต็อปบนไอยูเลยไอต่อบานจะก็มาคัดเป็นบานยังไอโจตัวตู้ชนะต้องออกนี่บาน let's go มาศึกษาออกนี่เดี๋ยวตรงจะมีดีสองตัวนี่ยังออนดีเทลดิบานผู้เวียchỉ อุปกรณ์มวยได้ยังแต่เดี๋ยวปรับให้ยังบานเลือกลางชัดดอกให้ไว้เดี๋ยวสำคัญคือยังช่องเลือกลางปีคอมพิวเตอร์โอเวอร์โหลดหนึ่งสตาร์ทสต็อปบานนี่คือที่คอมพิวเตอร์คอมพิวเตอร์บ่យើងវាមានច្រើនប្រភេទប៉ុន្តែក្នុងកុំព្យូទ័រនីមួយៗវាចែកចេញជាពីរផ្នែកបាទគឺខាងផ្នែក security អានុភាពនិង security បញ្ជាបាទខាង security អានុភាពបាទគឺ L1 T1 L2 T2 L3 T3 បាទនេះគឺខាង security អានុភាពបាទដែលយើងភ្ជាប់ច្រនខ្សែដែលមានភ្លើងហ្នឹងបាទចុះទៅក្នុង motor របស់យើងបាទ security បញ្ជារបស់យើងគឺមានជើង NC NO ហើយនឹង T1 A1 A2 បងប្អូនសុំទោស A1 A2 បាទនេះបងប្អូនត្រូវស្គាល់ច្បាស់ជើងនៅលើកុងតាក់ទ័រខាង security វិជាជើង A1 A2 និងជើង NC និងជើង NO ជើង NC របស់យើងបាទគឺជាជើងបាទជើងជាប់បាទបងប្អូនមានអូម៉ែតបងប្អូនអាចយកអូម៉ែតមកតេស្តបាទជើងលើកុងរបស់កុងតាក់ទ័រហ្នឹងបាទបើសិនជាជើងមួយណាចាក់ទៅលឺបាទហ្នឹងជាជើង NC បាទជើង NO គឺជាជើងចំហបាទដែលបងប្អូនអាចយកអូម៉ែតមកតេស្តដូចគ្នាកាលណាដែលកុងតាក់ទ័រវាយភ្ជាប់ជើង NO នឹងវានឹងដើរបាទអញ្ចឹងបញ្ជាក់ជើងកុងតាក់ទ័រនៅខាង security បញ្ជាមានជើង A1 A2 ជើង NC និងជើង NO ជើង NO គឺជាជើងចំហជើង NC គឺជាជើងជាប់បងប្អូនត្រូវស្គាល់ច្បាស់ជើងរបស់កុងតាក់ទ័រហ្នឹងទើបបងប្អូនបាទបងប្អូនទាំងអស់បាទអាចភ្ជាប់ជាមួយនឹង motor បាននឹង security បញ្ជាបាទហើយមួយទៀតគឺសំខាន់មែនទែនតាក់ទងជាមួយនឹង overload បាទតាក់ទងជាមួយនឹង overload បាទគឺជាឧបករណ៍មួយដែលសំខាន់មែនទែនវាជួយការពារបាទ motor របស់យើងពីការឆេះឡើងកម្ដៅឬក៏មានបញ្ហាណាមួយតាក់ទងជាមួយនឹងការលើកបន្ទុកបាទកាលណា motor របស់យើងបាទឡើងកម្ដៅឬលើកបន្ទុក overload នេះវានឹងធ្វើការកាត់ផ្ដាច់បាទវាជួយការពារ motor យើងកុំឲ្យមានការឆេះបាទនេះសំខាន់មែនទែនបាទហើយជើង overload របស់យើងបាទគឺយើងភ្ជាប់ជើង95 96បាទយើងមើលនេះគេមានដាក់លេខ97 98បាទគឺជាជើង NO ជាជើងចំហបាទរបស់ overload នេះបាទចំណែកជើង NC នេះបាទជាជើង95 96គឺជាជើងជាប់បាទជើង NC បាទអញ្ចឹងយើងប្រើទៅលើបាទជើង N បាទជើង NC បាទ95 96បាទជាជើងជាប់របស់ overload បាទបងប្អូនត្រូវស្គាល់ច្បាស់នៅលើជើង overload ហ្នឹងបាទនេះកន្លែងវងសសទូចៗនេះបាទអានេះកន្លែងគេសេរីអំពែបងប្អូនបាទអំពែដែល motor របស់យើងស៊ីអានុភាពប៉ុន្មានពែយើងសេរីតាមហ្នឹងទៅបាទយើងសេរីតាមហ្នឹងទៅបាទកន្លែងនេះគឺជាប៊ូតុង stop សម្រាប់យើងធ្វើការតេស្តបាទតើវាដំណើរការឬអត់បាទយើងអាចចុចឯហ្នឹងដើម្បីបាទតើ overload របស់យើងធ្វើការល្អអត់បាទយើងអាចតេស្តបាទហើយនេះគឺជាប៊ូតុង reset បាទពីកំពុងចុចក្រហមនេះមុនអាចចុច reset វាបាទដើម្បីឲ្យវាទៅសភាពដើមបាទមួយទៀតគឺតាក់ទងជាមួយនឹងប៊ូតុង start បាទប៊ូតុង start របស់យើងបាទយើងគឺជាប៊ូតុងចំហបាទគេហៅថាប៊ូតុង NC ប៊ូតុង NC បាទជើងរបស់វាជើងលេខបាទលេខ1លេខ2លេខ3លេខ4បាទអ្វីដែលសំខាន់គឺបងប្អូនមានអូម៉ែតបាទចាក់ថាជើងខាងណាគឺជាជើងចំហជើងខាងណាគឺជើងជាប់បាទសម្រាប់ប៊ូតុង start នេះគឺយើងយកខាងជើងចំហបាទបងប្អូនត្រូវចាំបងប្អូនបាទទៅជាមួយនឹងឧបករណ៍ KCNI ខាង security បញ្ជាបាទយើងត្រូវចាំ
យើងត្រូវច្បាស់ជើងមកឧបករណ៍នីមួយបាទជើង start គឺយើងយកជើងចំហបាទចាក់អមហេតុមកតាក់ទងជាមួយនឹងជើង stop បាទគឺយើងយកខាងជើងជាប់បាទគឺជើង NC បាទដូចគ្នាទៅនឹងជើង stop ដែរយើងយក ohmic មកចាក់មកបាទចាក់ខាងណាលើសំឡេង ohmic ស្រែកខាងនោះគឺជាជើងជាប់ហើយបាទអញ្ចឹងជើង stop យើងយកខាងជើងជាប់គឺជើង NC ជើង start គឺយើងយកខាងជើង NO បាទគឺជើងចំហ overload យើងយកខាងជើងជាប់បាទ NC 95 96បាទតើតើមួយកុំព្យូទ័រនេះបាននិយាយហើយបាទដើម្បីកាន់តែច្បាស់បាទតើការបញ្យល់ក៏ដូចជាការណែនាំរបស់យើងនឹងការភ្ជាប់វាត្រឹមត្រូវអត់បាទអញ្ចឹងយើងអាចប្រើកម្មវិធីមួយដែលយើងតែងតែប្រើបាទចាំបាច់សម្រាប់ការគូ sequence វិជាគឺគេហៅថា CatCMove បាទអញ្ចឹងកុំឲ្យខាតពេលយើងទៅ CatCMove ទាំងអស់គ្នាតើការបញ្យល់ទាក់ទងជាមួយបរិក្ខារគឺត្រូវអត់បាទអញ្ចឹងតោះយើងទៅទស្សនានៅលើការគូ sequence ក៏ដូចជាការធ្វើ test ទៅលើឧបករណ៍នីមួយៗនៃកុំព្យូទ័រ overload និង start stop បាទទស្សនាទាំងអស់គ្នាជាមួយយើងមករងចាំទីបំផុតកម្មវិធីពងដើរបាទសម្រាប់កូដគឺ6249បាទយើងចុចបើកនេះ4962ច្រឡំបាទ4962បាទនេះដើម្បីគូបានយើងទៅយក symbol ទី1យើងទៅយកប្រភពបាទដែលយើងគូពីផាសបាទទៅយកមកបាទនេះប្រភពរបស់វាវាខ្សែដី node L1 L2 L3 អញ្ចឹងទៅបាទបន្តមកយើងទៅយកបាទ disjunction ទី disjunction បាទ disjunction របស់យើងគឺ3ប៉ូលនេះដាក់កន្លែងនេះមកទៅយក disjunction យើងទៅយក contactor បាទនេះ contactor យើង3ប៉ូលដែរនេះ contactor បងប្អូនយើងស្គាល់ symbol ហើយបងប្អូនសិស្សនិស្សិតអញ្ចឹងអាចគូបានហើយបាទបន្ទាប់ពីយក contactor យើងទៅយក overload កន្លែងណា overload បាទoverload របស់វានៅក្នុងនេះបងប្អូន overload បាទនៅកន្លែងនេះកន្លែង symbol មួយនេះបាទយើងយក overload យើងទៅយក motor របស់យើងនេះមួយសញ្ញា motor 3ផាសបាទឥឡូវបន្ទាប់ពីយើងរើសខាង sequence អនុភាពហើយបាទយើងទៅរើសខាង sequence វិជាទី1យើងទៅយក disjunction ដូចគ្នានេះ disjunction របស់យើងគឺ2ប៉ូលដែរនេះខាង sequence វិជាអូខេតោះមកយើងទៅយក contactor ខ្ញុំបានបញ្ជាក់ឲ្យនៅលើ contactor របស់យើងមានជើង A1 A2 NO NC បាទអញ្ចឹងយើងយកបាទនេះសុំទោសបងប្អូននេះខាងក្រោមនេះជើង A1 A2 របស់ contactor ហ្នឹងបាទមើលបងប្អូននេះបាទតែយើងទៅរើស overload បាទ overload របស់យើងគឺជើង95 96មែនទេបងប្អូននេះ overload បាទ overload យើងប្រើជើង95 96បាទជាជើងជាប់97 98ជើងចំហជើង NO 95 96ជើង NC បាទបន្ទាប់ពីយើងរើសយើងទៅរើសបាទអីគេ contactor របស់យើងនេះ contactor គឺជើង NO គឺជើងចំហបាទនេះយើងដាក់ត្រង់នេះមក contactor របស់យើងអូខេតើយើងរើសបាន contactor យើងត្រូវរើសប៊ូតុង start stop បាទប៊ូតុង start stop របស់យើងមើលទៅ start stop បាទឥឡូវខ្ញុំយកជា 3D ហ្មងទៅកុំឲ្យពិបាកមើលនេះ 2D ក៏បាននេះនេះឥឡូវនេះអានេះពូសញ្ញាលេងបងមិន start stop នេះទៅយក start stop 3D ក៏បាននេះ 3D បាទ 3D ក៏សនុកមើលនេះយក 3D ក៏បានបាទនេះទីមួយឡើងលើនេះមកបាទលេខយើងដូរនេះទៅជាប៊ូតុង stop បាទយើងតាំងឲ្យ F1 តាំងឲ្យមក F1 អូខេចេញក្រហមហើយព្រោះ start នេះយើងតាំងឲ្យ F2 ដាក់ឈ្មោះត្រឹមត្រូវមកនេះបាទ
chương A1 A2 នេះទាញមកក្រោមតិចក៏បានអាយ៉ាស្លាប់មកនេះchương A1 A2 អូខេ overload ឲ្យទាញឡើងលើតិចមកកុំឲ្យវាគៀកជាមួយនឹង stop ពេកបាទឥឡូវនេះនេះគេមុននេះយើងបានខាង CQ វិជាហើយតើវិ CQ វិជាអានុភាពយើងត្រូវមើលបាទតាំងឈ្មោះដូចគ្នាបាទនេះ disjunction នេះបាទហើយនឹងកុងតាក់ទ័រនេះកុងតាក់ទ័រនេះយើងដាក់កុងតាក់ទ័រ KM1 ចឹងបាទខាង CQ អានុភាពបាទបន្ទាប់មក overload យើងដាក់ over ចឹងទៅបាទ motor យើងអត់មិនតាំងបានព្រោះយើងមានមួយបើយើងមាន2មាន3ចឹងយើងដាក់ M1 M2 M3 ចឹងទៅបាទសម្រាប់កុងតាក់ទ័រនេះបាទឈ្មោះរបស់វាគឺមាន A1 A2 អញ្ចឹងបងប្អូនត្រូវតាំងឈ្មោះឲ្យដូចជាមួយនឹងកុងតាក់ទ័រខាងប្រព័ន្ធ CQ អានុភាពបាទគឺ KM1 តាំងឲ្យដូចមកតាំងឲ្យដូចអត់ដើរទេបាទយើង KM1 ដូចគ្នានេះជើង NO របស់កុងតាក់ទ័រនេះបាទនេះជើង A1 A2 របស់កុងតាក់ទ័រនេះនេះគឺជា overload បាទជើង95 96របស់ overload ខាង CQ អានុភាពបាទឥឡូវបន្ទាប់ពីយើងបានរើសរួចរាល់ហើយបាទហើយតាំងរួចរាល់ហើយបាទយើងទៅភ្ជាប់ខ្សែខាងប្រភពបាទឥឡូវនេះយើងភ្ជាប់ខាង L1 L2 L3 បាទអស់វាចោលចឹងណាបាទនៅសមខ្សែនេះខ្សែ node បាទនេះតមកគឺខ្សែដីបន្ទាប់ពីយើងបានខាង line power ហើយបាទយើងបាត់ចាប់ដើមភ្ជាប់ខាង CQ អានុភាពភ្ជាប់ម្ដងទាំង3មកស្រួលអូខេភ្ជាប់ម្ដងទាំង3ចឹងមកបាទលើកខាងលើដោយសារវាលើក្រោមចឹងយើងភ្ជាប់ម្ដងមួយនេះភ្ជាប់ L1 ភ្ជាប់ L2 L3 L2 នេះដល់ដល់ហ្នឹងទីវាដល់បាទខាង CQ អានុភាពរបស់យើងភ្ជាប់រួចរាល់ហើយបាទខ្សែដីមួយទៀតខាងអគ្គិសនីគួរតែចេះកម្មវិធី CAT-C1 បាទឬកម្មវិធីផ្សេងៗទាក់ទងជាមួយនឹងអគ្គិសនីបាទឥឡូវនេះយើងភ្ជាប់ខាង CQ វិជាបាទគឺខ្សែ L មកយកខាង L1 ខ្សែ node បាទជួយមួយ node មកលើនេះអូខេបន្ទាប់ពីភ្ជាប់ digital បាទយើងភ្ជាប់ខ្សែខ្ញុំបានប្រាប់ហើយគឺជើង overload របស់យើងគឺយើងប្រើ95 96គឺជា NO បាទតោះមកយើងភ្ជាប់បាទជើងប៊ូតុង stop តោះភ្ជាប់ stop ចូល start បាទខាង stop នេះគឺជាជើងជាប់ start ជាជើងចំហបងប្អូនចាំ NC NO តោះមកយើងចេញពីជើង start បាទគឺចូលជើង A1 របស់ contactor ចំណែកខាង A2 នេះគឺយើងចូលខ្សែ node direct នេះចូលខ្សែ node direct សម្រាប់ពូសញ្ញាពួកខ្ញុំអត់ដាក់ទេដើម្បីកុំឲ្យបងប្អូនស្មុគស្មាញខ្ញុំគាត់បញ្យល់តើវាត្រឹមត្រូវអត់ទាក់ទងជាមួយប្រសេសមួយបាទនេះ A2 នេះចូលខ្សែ node direct បាទដូចខ្ញុំប្រាប់ចឹងជើងរបស់បាទប៊ូតុង stop នេះគឺជើងជាប់បាទបើន័យថាពេលដែលបាទយើងអត់ចុចទេប៊ូតុងក្រហម stop ហ្នឹងវានឹងជើងជាប់អញ្ចឹងចរន្តភ្លើងវានៅត្រឹមហ្នឹងបាទមកដល់ start នេះវាដាច់ត្រឹម start នេះ start ជាជើងចំហបាទអញ្ចឹងនៅក្នុងកុងតាក់ទ័ររបស់យើងមានជើង NO បាទជាជើងចំហដែរបាទអញ្ចឹងកាលណាដែរបាទភ្លើងចូលត្រឹម stop នេះបាទវាអត់ទាន់រត់ចូលទៅដល់ A1 របស់យើងទេបាទអញ្ចឹងវានៅត្រឹមជើង NO បាទរបស់កុងតាក់ទ័របាទនេះមួយកណាត់នេះភ្លើងវានៅមួយកណាត់ហ្នឹងវាអត់ទាន់ឆ្លងបាទហើយក៏អត់ទាន់វាយចូល A1 ដែរអញ្ចឹងកុងតាក់ទ័រអត់ទាន់ដាក់ដំណើរការទេដោយសារជើង start របស់យើងចំហស្ដាប់មួយបងប្អូនបាទនេះភ្លើងរបស់យើងនៅត្រឹមនេះបាទអញ្ចឹងភ្លើងបើកឌីសទៅមកភ្លើងទៅត្រឹម stop វិលមកត្រឹមជើង NO បាទនេះកុងតាក់ទ័រហ្នឹងភ្លើងវាអត់ទាន់ឆ្លង NO មក A2 ទេបាទព្រោះជើង start នេះជើងចំហអញ្ចឹងភ្លើងដាច់ត្រឹមនេះបាទដើម្បីឲ្យ start នេះដើម្បីឲ្យកុងតាក់ទ័រជើងកុងតាក់ទ័រ A1 A2 ធ្វើការបាទយើងត្រូវភ្ជាប់នេះជើង NO
កុងតាក់ទ័រហ្នឹងបាទចូលមកបងចូល A1 ឬក៏ប៊ូតុងជើង start ហ្នឹងបងនេះបាទចេញបងពី A1 បាទចូលជើង NO របស់កុងតាក់ទ័របាទអញ្ចឹងមានន័យថាភ្លើងវានៅតែម្នាក់បាទភ្លើងដាច់ត្រឹមត្រឹម NO របស់កុងតាក់ទ័រហ្នឹងបាទអញ្ចឹងភ្លើងវាអត់ទាន់មកទេបាទប៉ុន្តែបើបងប្អូនចុច start នេះពី start ហ្នឹងពឹបជើង start ហ្នឹងវានឹងខ្លាយជើងជាប់មែនទេបាទកាលណាខ្លាយជើងជាប់អញ្ចឹងភ្លើងវានឹងរត់មកបាទដូចមកចូល A2 A1 នេះ A1 វានឹងធ្វើការមានភ្លើងចូលបាទ A1 អញ្ចឹងកុងតាក់ទ័រមានដំណើរការតមកភ្លើងវានឹងរត់ភ្ជាប់បាទនេះកុងតាក់ទ័រនៃជើង NO របស់កុងតាក់ទ័រអញ្ចឹងវានឹងជាប់បើកាលណាជាប់ទោះយើងដកដៃចេញពី start នេះក៏ភ្លើងនៅវានៅមានដែរបាទព្រោះវានៅវិលជុំចេះបងប្អូនភ្លើងវានៅវិលជុំនៅក្នុងកុងតាក់ទ័រហ្នឹងបាទចូលមកវាចាប់ដើមវិលជុំចេះវិញបាទចូល A1 ឧទាហរណ៍យើងចុច stop ពឹបបាទភ្លើងនេះវាដាច់ទាំងអស់ហើយបាទដាច់ទាំងអស់ជាងកុងតាក់ទ័ររបស់យើងបាទភ្លើងលេងចូល A1 ហើយអញ្ចឹងកុងតាក់ទ័រនៃជើង NO ហ្នឹងក៏វាដាច់ដែរត្រាយើងចុច stop បើឡើយយើងចង់ដឹងថាការបញ្ចូលការនិយាយវាជាក់ស្ដែងនឹងអ្វីដែលគួរអត់បាទឥឡូវយើងធ្វើ simulation ទាំងអស់គ្នាបាទឥឡូវយើងភ្ជាប់ដូចរាល់ហើយបាទឥឡូវយើងចាប់ដើមធ្វើ simulation បាទនេះឥឡូវយើងធ្វើ simulation យើងបើក presenter របស់យើងបាទអញ្ចឹងខាង CQ វិជាក៏បើកដែរបាទជើង overload បាទភ្ជាប់ហើយបាទឥឡូវជាក់ស្ដែង motor របស់យើងអត់ទាន់ដំណើរការទេឥឡូវយើងចុច start យើងចុច start សុំទោសបងមើលសិនដូចមានអត់ទាន់ជាប់ខ្សែឡើយណាS1 S2 អូបងប្អូនខ្ញុំអត់ទាន់បានតាំងកន្លែង overload នេះខ្ញុំដាក់ over ខុសកន្លែង overload នេះយើងអត់ទាន់តាំងកុងតាក់ទ័រយើងតាំងឲ្យអស់ហើយហើយនោះយើងតាំងលើយើង simulation ចុងទៀតបាទនេះឥឡូវយើងបើក discounter បាទនេះដោយសារខ្ញុំអត់ទាន់តាំង overload នេះអញ្ចឹងយើងសាកចុច start ឃើញបងប្អូននេះពេលយើងចុច start នេះភ្លើងបាទវានឹងចូល A1 បាទតោះវាវាយទៅកុងតាក់ទ័រនៃជើង NO បាទវាភ្ជាប់នេះអញ្ចឹងបានភ្លើងចូលមកវារត់ជាមុនចូល A1 ភ្លើងរត់ចូលមកចូល A1 តែយើងចុច stop បានន័យថាភ្លើងវាដាច់ទាំងអស់មកឃើញបងប្អូនវាដាច់ motor យើងវាលេងវិលដែរបើយើងចុច start ឃើញ motor យើងចាប់ដើមវិលហើយយើងចុច stop ភ្លើងនឹងវាដាច់បាទយើងចុច start នេះភ្លើងវាដាច់ហ្នឹងបងប្អូនយើងមើល zoom មើលគៀកតិចមកបាទនេះភ្លើងបាទមានហើយចូល A1 ហើយកុងតាក់ទ័រកាលណាដែលមានភ្លើងចូល A1 បាទ A2 កុងតាក់ទ័រនឹងធ្វើការភ្ជាប់នៃ CQ អនុភាពបាទចុច stop ឃើញដាច់បងប្អូនកុងតាក់ទ័រនៃជើង NO របស់យើងក៏ដាច់ដែរចុច start គឺវាជាប់វិញឃើញទេបងប្អូនបាទនេះគឺជា CQ បញ្ជាបាទហើយវាមានច្រើនទៀតទាក់ទងជាមួយនឹង start stop កុំព្យូទ័រវាអាចតបានច្រើនរបៀបច្រើនបែបសន្តានmotor 3 4 volt ច្រាស់ត្រឡប់ក្រោយនេះទៅបាទទាក់ទងជាមួយនឹងការចង់បានរបស់យើងគឺយើងគូ sequence design យ៉ាងម៉េចបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបាទសូមទស្សនាហើយយកទៅអនុវត្តទាំងអស់គ្នាបាទអរគុណច្រើន